ជំរាបសួរបងប្អូនកូនក្មួយសុខសប្បាយបានមកហូបអីដែរនៅខាងនោះចំណែកខ្ញុំមុននឹងធ្វើម្ហូបត្រូវចុះទៅក្រោយផ្ទះសិនបងប្អូនទៅស្រោចបន្លែនឹងឲ្យទៅស្រោចបន្លែផងហើយក៏ទៅបេះបន្លែយកមកហូបផងតែមុននឹងបេះបន្លែហូបទឹកអ៊ីសួរនេះបងប្អូនឯមួយកែវព្រោះអីថាអស់កម្លាំងពេកណាមួយក្តៅអូយក្តៅយកតែមែនតេនបងប្អូនឯងរួចពីនឹងទៅក៏ដើរទៅបេះហើយបងប្អូនដើរទៅមើលតសក់ស្រូវផងតសក់ស្រូវនឹងឃើញក៏អប់ចូលចំោះ2 3ថ្ងៃទៅដល់បងប្អូនអើយថាតែស្អីយកទៅស៊ីទៀតឯងរមើកជ្រុះក្នុងក្រោមក្នុងដីហ្នឹងហើយនៅដីនេះទៀតទៅបងប្អូនអញ្ចឹងទៅក៏រួចពីនឹងមកក៏ដើរបេះបងប្អូនក៏ដឹបមករះបន្តិចម្ទេសបន្តិចត្រាប់បន្តិចសណ្ដែកគួរបន្តិចហើយក៏រនោងពោះដែរហើយក៏ត្រួយរះបន្តិចតួចមកបងប្អូនដើម្បីយកមកធ្វើមកហូបនឹងឲ្យហូបម្នាក់ឯងនោះណាមួយខ្ញុំដូចខ្ញុំថាឲ្យខ្ញុំអត់ដាក់ជីឲ្យផ្លែទេតែដាក់ទៅខ្ញុំហូបអត់អស់ទេម្នាក់ឯងបងប្អូនអញ្ចឹងខ្ញុំឲ្យវាផ្លែធម្មជាតិពិតបងប្អូនអើយឆ្ងាញ់ណាស់នឹងហើយឆ្ងាញ់យកតែមែនតេនបងប្អូនអើយហើយក៏បន្លែផ្អែមហើយក៏អ្នកដើបេះឲ្យបងប្អូនអានុងពោះនឹងផ្លែអត់សូវច្រើននៃផ្លែមួយប៉ុន្តែខ្ញុំទុកពូជ3ព្រោះអីខ្លាចលោកមានណាច់ចង់បានពូជយកទៅដាំមកនឹងហើយបើចង់បានពូជមកយកមកតែអុយខ្ញុំផ្ញើខ្ញុំអត់ផ្ញើទេព្រោះអីថាប៉ុស្តិ៍អូហ្វីសមកនៅឆ្ងាយពេក1ម៉ោងពីផ្ទះខ្ញុំនោះហើយខ្ញុំអត់ដែលបើកឡានទេឥឡូវនេះទៅណាក៏ទៅជាមួយកូនតើកូនជូនទៅបានទៅបើកូនអត់ជូនទៅទេអត់បានទៅទេហើយក៏មកនឹងអត់បានទៅទេបងប្អូនអើយឥឡូវនេះខ្លាចអត់ហ៊ានបើកឡានមកតាំងពីឡានបុកមកអញ្ចឹងណាបងប្អូនកូនក្មួយតាំងពីប្តីខូចឡានក៏បុកមកឡើងអញញៀនវាតិចឲ្យបងប្អូននេះព្រលឹងប្រលះខ្ញុំអត់សូវនៅក្នុងខ្លួនទេនឹងហើយរួចពីបេះបន្លែបងប្អូននេះអាម្ទេសធំនឹងខ្ញុំអត់ដែលបដោះឲ្យបងប្អូនពេលខ្ញុំធ្វើម្ហូបខ្ញុំទិញអាម្ទេសទុំមកខ្ញុំធ្វើម្ហូបខ្ញុំយកទៅបាចទៅវាដុះខ្លួនឯងណានឹងហើយវាដុះខ្លួនឯងឥឡូវនឹងអត់ហើយអាម្ទេសធំនឹងច្រើនណាស់បងប្អូននួយច្រើនយកតែមែនតេននឹងហើយក៏មកផ្ទះវិញហើយបងប្អូននេះរួចហើយរៀបចំមកផ្ទះឲ្យមកធ្វើម្ហូបព្រោះអីថាម្ហូបខ្ញុំក៏ធ្វើងាយដែរថ្ងៃនេះគ្រឿងនឹងខ្ញុំធ្វើទុកឲ្យខ្ញុំអត់បានលាយអត់បានថតវីដេអូទេបងប្អូនវល់តែភ្លេចថាថតហើយអត់ថតអលីងនឹងឯគ្រឿងពហុខ្ទិះបងប្អូនខ្ញុំធ្វើពហុខ្ទិះណានឹងឯពហុខ្ទិះខ្ញុំនឹងខ្ញុំធ្វើងាយទេហើយគ្រឿងផ្សំនឹងក៏មានក្នុងទូកកដែរខ្ញុំកិនវាទុកបងប្អូនអត់មានអីទេខ្ញុំកិនដាក់គល់ចក្រីបន្តិចនឹងហើយក៏ខ្ទឹមសខ្ទឹមក្រហមហើយក៏ខ្ញុំដាក់ម្ដេងបន្តិចមកបងប្អូនព្រោះអីថានឹងហើយដាក់ម្ដេងបន្តិចមកអានេះខ្ញុំធ្វើខ្លួនខ្ញុំហូបខ្លួនខ្ញុំទេបងប្អូនណាបងប្អូនធ្វើមិនសម្រេចលើចិត្តបងប្អូនទៅនឹងហើយពហុនឹងក៏ពហុក្នុងពីងខ្លួនខ្ញុំដែរខ្ញុំអត់បានច្រាមបានអីទេខ្ញុំហាន់ដាក់ជាដុំព្រោះអីថាពហុត្រីឆ្លាំងនោះវាអត់ទៅមានឆ្អឹងទេខ្ញុំដាក់ទាំងឆ្អឹងត្រីឆ្លាំងទេនោះអាងតែហូបម្នាក់ឯងបងប្អូនយើងដឹងព្រោះអីស្ដាយពហុធ្វើឆ្នាដៃខ្លួនឯងខ្ញុំស្ដាយហើយខ្ញុំអត់ចូលអីទាំងអស់លាងតែទឹកយកមកធ្វើហូបទៅងាយបងប្អូនអើយហើយអូខេមកហូបបាយជាមួយខ្ញុំជម្រាបលាបងប្អូនកូន